ជំរាបសួរបងប្អូនទាំងអស់នាងខ្ញុំផាណាថ្ងៃនេះមានប្រធានបទមួយមកចែករំលែកជូនបងប្អូនស្ដីពីការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតឲ្យប្រកបអាជីវកម្មសាងសង់ផ្នែកសាងសង់ឬរុះរើសម្រាប់សហគ្រាសសម្រាប់ឯកសារតម្រូវគឺមានឯកសារពាក់ព័ន្ធនឹងសហគ្រាស 1. ពាក្យស្នើសុំវិញ្ញាបនបត្រអនុញ្ញាតឲ្យប្រកបអាជីវកម្មសាងសង់ 2. វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម 3. លក្ខន្តិកៈឬកិច្ចសន្យាសហកម្មសិទ្ធិ 4. បានបតង់ឆ្នាំចុងក្រោយចំពោះឯកសារពាក់ព័ន្ធនឹងម្ចាស់សហគ្រាស 1. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែនឬលិខិតឆ្លងដែននិងទឹកតការ 2. លិខិតប្រកាសសិទ្ធិដែលបញ្ជាក់ពីភាពស្របច្បាប់របស់ភ្នាក់ងារតំណាងក្នុងករណីសហគ្រាសបង្កើតឡើងក្រោមច្បាប់នៃប្រទេសដទៃចំពោះឯកសារពាក់ព័ន្ធនឹងនាយកបច្ចេកទេស 1. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែននិងទឹកតការ 2. សញ្ញាបត្រជំនាញវិស្វករសំណង់ឬវិស្វករសំណង់អគារដែលមានបទពិសោធន៍សញ្ញាបត្រជំនាញវិស្វករមេកានិកឬវិស្វករអគ្គិសនីដែលមានបទពិសោធន៍ 3. បានការងារក្នុងករណីសញ្ជាតិបរទេស 4. ឯកសារបញ្ជាក់សិទ្ធិស្នាក់នៅរយៈពេលវែងក្នុងប្រជាជាតិកម្ពុជាក្នុងករណីសញ្ជាតិបរទេសចំពោះឯកសារពាក់ព័ន្ធនឹងអ្នកបច្ចេកទេស 1. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែន 2. លិខិតទទួលស្គាល់ជំនាញផ្លូវការឬប័ណ្ណការងារឬកាតការងារឬកាតសម្គាល់ជំនាញវិជ្ជាជីវៈពាក់ព័ន្ធនឹងកម្មវត្ថុអាជីវកម្មចេញដោយក្រសួងឬស្ថាប័នរដ្ឋព័ត៌មានលម្អិតបងប្អូនអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ DS ឬជួយចុច like ឬ comment នៅខាងក្រោមសូមអរគុណ